vô lớn mà rồi anh bán chồng chồng này wow này sập ngày nayខ្ញុំបានសំណុំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីមកទស្សនាដំណើរកំសាន្តទៅបបកត្រីច្រោលនៅទំនប់ទី3ដែលមានទីតាំងសន្ធិដ្ឋនៅស្រុកក្រវាញខេត្តពោធិ៍សាត់ចេញទៅថ្ងៃហ្នឹងក៏មានជាច្រើនសកម្មភាពជុំគ្នាជាមួយនឹងមិត្តភ័ក្តិបងប្អូនមួយយប់មួយថ្ងៃអ្វីត្បិតតែចេញទៅជើងហ្នឹងត្រីមិនសូវបានច្រើនតែសំណាងវិញបងប្អូនបាទទៅពេលយប់គឺចាប់បានខ្យងច្រើនមែនតើពិសេសចេញទៅបបកត្រីថ្ងៃហ្នឹងក៏ទៅតែនឹងមានបទពិសោធន៍ថ្មីតិចតួចដែលបានដឹងពីបងនៅក្នុងការយើងបបកត្រីច្ដោច្រឡំបងប្អូនបាទយើងដាក់បកាយឲ្យត្រូវព្រោះយើងស្ទូចត្រាំឥឡូវចង់ដឹងថាបទពិសោធន៍ថ្មីនៅក្នុងការស្ទូចត្រីច្ដោទៅយើងត្រូវប្រើនុយយ៉ាងម៉េចមិនឲ្យខាតពេលវេលាទៀតខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងទាំងអស់គ្នាតាមខ្ញុំទៅទស្សនាសាច់រឿងពេញទាំងអស់គ្នាបាទចាប់ផ្ដើមពួកខ្ញុំក៏ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅខេត្តពោធិ៍សាត់ពីអ្នកនឹងភក្តីហើយខ្ញុំជិះម៉ូតូរៀងឆ្ងាយល្មមដែរព្រោះអីជិះពីខ្មែរក្រមមកឯណោះជិះម៉ូតូប្រហែលជា4ម៉ោងពួកខ្ញុំក៏បានមកដល់ផ្ទះបងនៅឯខេត្តពោធិ៍សាត់មកដល់ផ្ទះគាត់ភ្លាមបងប្អូនហើយឃើញទៅត្រីច្រើនមែនតើបងប្អូនបាទសុទ្ធតែត្រីមានតម្លៃត្រីនាគក៏មានត្រីច្ដោក៏មានត្រីកញ្ជន់ជ័យក៏មានហើយមានច្រើនមុខផ្សេងទៀតខ្ញុំអត់ស្គាល់បងប្អូនហើយមួយស្រះនេះមិនតិចលុយទេកាត់មកដល់ពេលព្រឹកថ្ងៃក្រោយក៏នាំគ្នាមកទិញនុយយកទៅស្ទូចបងប្អូនបាទយើងចេញទៅថ្ងៃហ្នឹងយើងទិញយកទ្រូងមាន់ហើយម្ហូបអាហារយើងទិញសគួរខ្លះខ្លាចស្ទូចអត់បានហ្នឹងអំបិលហើយបងប្អូននេះយើងទិញទ្រូងមាន់3គីឡូជាមួយនឹងសាច់គោខ្លះយកទៅសគួរទុកហូបទិញអីវ៉ាន់រួចរាល់ហើយក៏នាំគ្នាបន្តចេញទៅខាងកវាញបងប្អូនបាទចេញពីទីរួមខេត្តមកផ្លែតមកដល់កលែងអ៊ីលក់ដូងបាទចូលមកទិញដូងគាត់ឃើញផ្លែកទឹមច្រើនល្អទៀតគាត់ក៏ឲ្យបេះយកខ្លះទៅអរគុណច្រើនមែនតើសម្រាប់ទឹកចិត្តគាត់ក្រោយពីបេះអាមួយដើមនឹងហើយខ្ញុំទៅបេះមួយដើមទៀតប្រហែលជា4-5គីឡូនោះបងប្អូនមិនគ្រាន់តែថាទូរស័ព្ទខ្ញុំវាអស់ភ្លើងបងប្អូនថ្ងៃណាបើមានឱកាសធ្វើដំណើរពីខេត្តពោធិ៍សាត់ទៅកវាញបងប្អូនមើលខាងស្ដាំដៃបាទឈៀងជលហូបទឹកដូងគាត់សាក់មើលទៅផ្អែមល្អមែនតើបងប្អូនបាទរួចរាល់ទៅខ្ញុំក៏បន្តដំណើរចេញទៅទៀតឥឡូវយើងចូលដល់ផ្លូវលំហើយបងប្អូនធ្វើដំណើរពីទីរួមខេត្តពោធិ៍សាត់មកប្រហែលជា1ម៉ោងជាងក៏បានមកដល់ទីតាំងទំនប់ហើយបងប្អូនបាទទីតាំងទំនប់នេះមានចម្ងាយឃ្លាតពីទីរួមខេត្តប្រហែលជា50គីឡូឬក៏50គីឡូតិចតួចមកដល់ទីតាំងភ្លាមក៏ឃើញថាទឹកស្រករៀងច្រើនហើយដែរបងប្អូនបាទឃើញតែគល់ឈើចុងឈើពេញទៅនឹងពីមុនខ្ញុំទៅមួយសាដែរប៉ុន្តែកាលនោះទឹកនៅច្រើនអត់ឃើញចុងឈើសបូរអញ្ចឹងទេមេឃក៏រៀងអសៀលហើយដែរមិនប្រអងយូរក៏នាំគ្នាចេញដំណើរទៅបងប្អូនបាទយើងចេញទៅថ្ងៃហ្នឹងចេញទៅ2ទូក6នាក់ពួកខ្ញុំមក6នាក់បងប្អូនបាទខ្ញុំភក្តីជាមួយនឹងបងហ្គែនហើយបងប្រុស3នាក់ទៀតខ្ញុំអត់បានស្គាល់ឈ្មោះគាត់ទេការដែលយើងធ្វើដំណើរទៅក្នុងរដូវខែប្រាំងនេះបងប្អូនបាទទឹកវាស្រកដល់ពេលអញ្ចឹងទៅគល់វាអណ្ដែតមកច្រើនអញ្ចឹងទាមទារតកងគាត់ត្រូវតែស្ទាត់ជំនាញមែនតើនៅក្នុងការបើកទូកតែថាគាត់អត់សូវជំនាញតែយើងមានប៉ះគល់ឯហ្នឹងបាទភ្លេចទូកមុខទៅហែលពេញទឹកហ្នឹងហើយបងប្អូនហើយចេញទៅស្ទូចត្រីនៅទំនប់ទី3លើកនេះក៏ជាលើកទី2សម្រាប់ខ្ញុំដែរយើងជិះទូកប្រហែលជាកន្លះម៉ោងឥឡូវក៏បានមកដល់ទីតាំងហើយបងប្អូនបាទឥឡូវមកដល់ទីតាំងបបឲ្យបងប្អូនមកដល់ទីតាំងហើយមកដល់ទីតាំងភ្លាមខ្ញុំក៏ចាប់ផ្ដើមពឹងបងគាត់ជួយឲ្យរុះខ្សែបាទខ្ញុំឆ្នៃស្ទូចដាក់ចងនឹងកំប៉ុងវិញម្ដងហើយនេះនុយយើងបងប្អូនបាទរៀងច្រើនគួរសមដែរ3គីឡូមានតែតិចអីតែស្ទូចអត់បានត្រីហ្នឹងដឹងតែថាហូបនុយសាច់មាន់នឹងឯងបងប្អូនបាទអូភ្លេចបងប្អូនហើយយើងនៅមានសាច់គោទៀតបាទខាងភក្តីក៏ចាប់ផ្ដើមរៀបចំប្រឡាក់សាច់គោអីរួចរាល់ហើយក៏យកមកអាំងបាទយើងអាំងហូបសាច់សិនត្រីបានមិនបានគិតតាមនឹងទៀតបងប្អូនយើងត្រូវតែយកមកហូបមកសគួរអញ្ចឹងព្រៃចង់រៀងហើយទៅប្រហែលសាដាច់មកហូបពេកកំឡុងពេលយើងអាំងសាច់ចាំតម្រាំតែនឹងសាច់ឆ្អិនហ្នឹងបាទខ្ញុំទៅដេកសិនយាមមកកំប៉ុងខ្ញុំនោះដាក់ក្បែរដៃអញ្ចឹងតែត្រីទាញទៅលឺឲ្យត្រឹកបាទហើយឥឡូវសាច់យើងឆ្អិនល្មមពុកម៉ែបងប្អូនហើយអញ្ជើញពុកម៉ែបងប្អូនហូបជាមួយនឹងពួកខ្ញុំទាំងអស់គ្នាបាទមានអីទេពុកម៉ែបងប្អូនមកស្ទូចត្រីមានតែប៉ុណ្ណឹងhal em ấy móm hấp one អាហ្នឹងសាមញ្ញចូលធ្វើដែរឆ្ងាញ់ហ្នឹងហើយអត់មានយូរតែមកបាទកំពុងតែអង្គុយហូបសាច់ម្នាក់បាន2-3ដុំបងប្អូនហើយមានណាត្រីវាមកហូបស្ទូចយើងដែរក៏មានការងាររត់ទៅប្រុយព្រាតពេញហ្នឹងចូលហើយចូលមួយបងបាទនិយាយពីថាអារម្មណ៍ពេលនឹងបងប្អូនអើយម្នាក់មិនដឹងថាត្រីនឹងវាប៉ុណ្ណាទេមានណាដល់ទាញមកឆ្វាច់អំបិលបាត់វាហាមាត់ខ្ជាក់ទៅវិញអូយចប់ឲ្យបងប្អូនបាទនិយាយពីថាត្រីខំឡើងរហូតបងប្អូនបាទ4-5សាតែវត្តមកបានទាំងអស់បាទឥឡូវដល់នេះវត្តឆ្វាច់អំបិលទៀតហើយឥឡូវមេឃងាកហើយយើងរៀបចំទៅវិញបងប្អូនបាទហើយអ្នកទូកមិនដឹងថាម៉េចទេម៉ោងនឹងហិនតន់មកទៀតណាត់គ្នាថាម៉ោង5ហើយខាងភក្តីនោះដងសទូចមិនដឹងអាម៉េចអាម៉ាទេបងប្អូនហើយដោតចូលបានដល់ពេលដកអត់ចង់ចេញទេ
ថ្ងៃនេះអត់បងប្អូនតែថ្ងៃក្រោយបានដឹងឯណាទេបានស្រួលខ្លួនមិនទេ យកបាត់ហើយ មកកន្លែងស្រួលក៏បាក់ឆឹក ម៉ោង5ឥឡូវម៉ោង 7 បើដល់មកទៅរកកន្លែងសម្រាប់សិនស្អែកប្រយុទ្ធទៀតសូមសិនមិនឈប់ត្រឹមនេះទេបាទសកាត់កម្មថ្ងៃទី1បាទជោគជ័យបានហូបសាច់ច្រើន ស៊ីឡូ សាច់គោទៅវិញសាច់មាន់ទៀតអ្នកញឹមស្រស់ហើយបានត្រីហើយចេះតែចាំបងតកងទូកចាំបាត់មានណាបងប្អូនហើយគាត់ត្រូវដប់អ្នកជំងឺទៅពេទ្យដល់អញ្ចឹងទៅបានរៀងយូរចេញមកដល់ច្រាំងទំនប់វិញក៏នាំគ្នាសម្រាកនៅទីតាំងនេះបងប្អូនបាទមានកញ្ចុះប៉ុណ្ណេះល្មមនឹងសម្រាកស្រួលហើយពួកខ្ញុំក៏នាំគ្នាដើរទៅឆ្លោះបងប្អូនក្រែងបានកែបបានអីខ្លះតែមានណាគ្រាន់តែចេញមកនេះបងប្អូនឲ្យសពោចបាទភ្ញាក់អវ៉ាអឺនឹងវាមកស៊ីផ្លែខ្នោចិត្តផ្ទះអ្នកភូមិតែម្ដងស្ងាត់ជើងវាទៅសัตว์ស្លាប់យំបងប្អូនហើយត្រីទុកឡើងប៉ិនក៏ដៃបងប្អូនហើយតែអំបិលបាត់ទៅហើយបងប្អូនបាទហើយក៏សូមណែនាំសាប៊ូក្លិនកាន់ទៅដល់ពុកម៉ែបងប្អូនកំពុងតែទស្សនាសាប៊ូក្លិនសម្រាប់សក់អង្កែបរោះជួយថែរក្សាសុខភាពសក់និងស្បែកក្បាលអាចកម្ចាត់អង្កែយ៉ាងមានប្រសិទ្ធភាពធ្វើឲ្យសក់ស្រស់ស្អាតនិងរឹងមាំផ្ដល់ភាពត្រជាក់ពីសារធាតុម៉ង់តុលដើម្បីកាត់បន្ថយការរលាកស្បែកក្បាលនិងស្រស់ស្រាយហើយក៏បានផលិតពីស្នាដៃកូនខ្មែរផងដែរចំពោះខ្ញុំជាមួយនឹងក្រុមការងារឧស្សាហ៍ទៅព្រៃតែងតែបែកញើសក្បាលកាត់អង្កែដល់ពេលប្រើប្រាស់ទៅឃើញថាមានប្រសិទ្ធភាពល្អមែនតើបងប្អូនបាទអញ្ចឹងហើយចំពោះខ្ញុំបាទប្រើផ្ទាល់ឃើញថាល្អបានណែនាំទៅដល់ពុកម៉ែបងប្អូនប្រើប្រាស់ហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនយើងបាទជួយគ្រប់គ្រងស្នាដៃកូនខ្មែរយើងល្អឲ្យបានច្រើនឡើងផងបាទនេះបងប្អូនដែលឆ្លងកែបបញ្ជប់ទៅជួបនេះក៏សោកចងហោនេះវ៉ាវនេះប្រព័ន្ធកដៃអស់3ហើយបានខ្ចងក៏បានងាកមកសាច់រឿងបន្តទៀតហេងវិញបងប្អូនបាទត្រីមិនបានកែបក៏មិនបានតែបានជួបខ្យងបាទខ្យងហោងច្រើនមែនតើបងប្អូនបាននិយាយពីថាប្រប៉ុនកដៃតែប៉ុណ្នេះអេមកបងប្អូនហើយដំបងទឹកឃើញខ្ញុំស្មានថាខ្យងថៃតើបងប្អូនប្រុងថាដើរហួសហើយដល់មើលច្បាស់ទៅបានដឹងថាខ្យងហោងនិយាយរឿងខ្យងថៃខ្ញុំមានរឿងនិយាយទៀតហើយបងប្អូនបាទប្រហែលថ្ងៃនេះមានបងប្អូនគាត់ខមមិនថាខ្ញុំច្រើនហេតុអីបានខ្ញុំនៅតែហូបមីថៃមីសៀមមីចោលនឹងតាមពិតកាលនោះខ្ញុំទៅខាងក្នុងផ្សារបងប្អូនបាទខ្ញុំទៅមុននឹងពេលកើតសង្គ្រាមទៀតហើយក៏បានជួបលោកឲ្យខ្ញុំមីនឹងក៏នៅលើក្នុងផ្សារហើយបន្តទៅដល់ថ្ងៃក្រោយហ្នឹងពួកខ្ញុំក៏ចេញទៅខាងជីផាតទៅចាប់បង្កងហើយខ្ញុំក៏បានហូបហើយខ្ញុំបងប្អូនដឹងស្រាប់ហើយអសតចេះផងខ្ញុំមិនដឹងមីថៃឬក៏មីអ្នកណាហើយយើងចេះតែហូបទៅមានចាប់អារម្មណ៍អីប្រហែលថ្ងៃនឹងមានបងប្អូនគាត់ខមមិនថាខ្ញុំច្រើនមែនតើហេតុអីបាននៅតែហូបរបស់ចោលរបស់ខ្មែរយើងក៏មានដែរតើតាមពិតបងប្អូនហើយខ្ញុំមិនដែលចង់គ្រប់គ្រងរបស់ចោលទេតាំងពីថ្ងៃកើតសង្គ្រាមមកគឺខ្ញុំស្អប់យកតែមែនតើខ្ញុំមិនដែលភ្លេចទេបងប្អូនហើយនិយាយមែនចេញពីចិត្តពុកម៉ែបងប្អូនហើយធ្វើត្បិតខ្ញុំគ្រាន់តែកូនខ្មែរមួយរូបនៅខ្មែរក្រមតែពួកសៀមវាធ្វើមកលើប្រទេសខ្មែរយើងនេះខ្ញុំពិតជាឈឺចាប់ហើយមិនងាយភ្លេចទេពុកម៉ែបងប្អូនហើយអញ្ចឹងហើយខ្ញុំបានក៏អាចជួយអ្វីបានដែរមានតែការបួងសួងសូមឲ្យប្រទេសខ្មែរយើងនៅថិតថេររហូតគេដូនតាខ្មែរយើងទុកឲ្យបន្សល់នៅបានប្រមាណនៅបានរហូតតទៅដល់ចំនួនកូនចៅចំនួនក្រោយទៀតងាកមកសាច់រឿងថ្ងៃនេះបន្តទៀតបងប្អូនហើយត្រីលំប្រប៉ុនប៉ុណ្ណានៃហើយកុំឲ្យមានស្នោនេះបើថាយកស្នោតាមដឹងតែចាក់អេហ្មងប្រប៉ុនក៏ដៃបងប្អូនឲ្យសបោយកតែមែនតែម្ដងគិតទៅចេញទៅថ្ងៃហ្នឹងអត់បានត្រីមែនតែសំណាងពេលយប់យើងដើរឆ្លោះបានខ្យងច្រើនដែរបងប្អូនបាទមកដល់មុខនេះកែបអូបវាលោតចុះក្នុងទឹកទៅវាក៏លឹបចូលនឹងផុកមានណាដល់ពេលខ្ញុំរាវទៅប៉ះជើងវាហែលប្រូចទៅបាត់នោះទៅនោះបាត់ហើយនេះបងប្អូនបាទលទ្ធផលរបស់យើងវ៉ាវណានេះប៉ុនកដៃអេបងប្អូនអេនេះ3គីឡូញ៉ាញ់ឆ្ងាញ់តោះយើងទៅវិញបងប្អូនហើយដើរទៅវិញក៏ជួបអាសត្វម្រះព្រៅនេះនិយាយពីថាប្រប៉ុនម្រាមដៃបងប្អូនហើយមកដល់ភក្តីក៏ចំអិនម្ហូបហើយល្មមបាទសាច់មាន់ស៊ីឈាន់បាទបើតាមតែខ្ញុំបានដឹងភក្តីមួយរយៈនេះគឺបដិញ្ញាចិត្តថាឈប់ស្ងោជ្រក់បងប្អូនបាទឥឡូវធ្វើ BA ស៊ុបស៊ីឈាន់វិញម្ដងហើយក៏ជុំគ្នាបងប្អូនទាំងអស់គ្នាហូបបាយបងប្អូនហើយម៉ោងឡើងជិត2ដល់10ហើយបានហូបបាយអញ្ជើញពុកម៉ែបងប្អូនហូបជាមួយនឹងពួកខ្ញុំទាំងអស់គ្នាបាទអង្គុយប្រោកប្រាជ្ញនិយាយលេងតិចតួចទៅក៏កាត់មកដល់ពេលព្រឹកធ្វើដំណើរចេញទៅទៀតបងប្អូនបាទមិនតាន់
រៀងទេទៅថ្ងៃនេះត្រូវតែបានប៉ុន្តែគ្រាន់តែថាបានតិចច្រើនហ្នឹងមិនទាន់ដឹងទេមកដល់ទីតាំងភ្លាមបងប្អូនក៏ចាប់ផ្ដើមរៀបចំបាទតឡើងដាក់ដបូលអីស្រូបប៊ូលយើងតឡើង filter ទៅព្រោះឲ្យថ្ងៃក្តៅណាស់គ្រាន់តែអង្គុយមួយផ្លែតឯនេះបាទបងកែនចូលមួយបាត់ហើយអានេះគីឡូធំដែរបងប្អូនប្រហែលជាជិត2គីឡូយ៉ាង1គីឡូជាងណោះដល់2ដែរអត់ដល់ណោះវ៉ាវ នឹងសុភាវិញនេះវាខ្លាចយកធ្វើប៊ី ណាស្មាត់ណាមិញជើងបាទ thế mà វ៉ាវនេះចូល1គីឡូជាងនេះបងបាទនេះម្ដងនេះ3តឯងឡងនេះបាទថ្មល្អណាស់តែឲ្យបងប្អូនចាំទទួលលទ្ធផលទាំងអស់គ្នាចេញមកវគ្គ2នេះខ្ញុំគិតថាខ្ញុំអត់ស្ទូចទេបងប្អូនបាទដល់បងប្អូនគាត់ចូលបានមួយហើយអង្គុយលែងសុកហើយក៏យកស្ទូចទៅគប់ដេកចាំនឹងថ្មនឹងទៅហាលថ្ងៃពេញនឹងបងប្អូនហើយបាទហេតុតែចង់បានត្រីនឹកថាអូប្រឡងនឹងសបោហើយបងប្អូនហើយកំប៉ុងផងដងផងតន់ចូលខាងនោះបាទធីមយើងចូលបានមួយអូសប្បាយបងប្អូនត្រីមួយមេឃរៀងថ្ងៃហើយដែរថ្ងៃនឹងយើងទៅអត់ដាំបាយបងប្អូនបាទពោះក៏ចាប់ផ្ដើមកោហើយខ្ញុំហូបតិចតួចទេគ្រាន់តែហូបមី2ក៏ចប់ទេបងប្អូនហើយទុកទ្របឲ្យមានកម្លាំងអាំងនឹងអង្គុយបានយូរទៀតបងប្អូនតែមានណាកំពុងតែហូបមីអាត្រីនោះវាទៅហូបសទូចយើងដែរតែវាហូបហើយវាខ្ជាក់វិញវាអត់ឲ្យខំឲ្យជាប់ឲ្យយើងផងនឹងខំរត់ទៅអង្គុយហូបកដាលថ្ងៃនឹងទៀតអូយវេទនាតែម្ដងអាពេលយើងអង្គុយចាំនៅនឹងវាអត់ខំទេបងប្អូនដល់ពេលយើងទៅហូបអីវាទៅខំភ្លាមត្រីបានតាមតំណើបងប្អូនពេលសិន3ដងខំតាំងអា2ដងមុនអត់បានបងវត្តនេះពងវត្តហើយនៅរួចទៀតហើយបានសំណាងតែវត្តអត់មានសំណាងបានត្រីបងប្អូនអើទៅពេលយើងហូបអីដឹងតែថាត្រីវាមកខំឲ្យបងប្អូនតែវាខំឲ្យវាលែងវិញហើយនោះខាងភក្តីចូលមួយឲ្យបងប្អូនហើយបុបចូលហើយគេមកហើយអូធំណាស់ប៉ុនក៏ដៃអូ vô lớn mà rồi đó mọi ây da chật mà cái lô đấy ta người ta ăn được man ây da wow cái phần này định lụa ơi có chật đây khự tịch đây vì có ba nàyបានពីក្បាលដែរតើបងប្អូនហើយក៏រៀបចំនាំគ្នាចេញទៅណាទៅវិញទៅផ្ទះបងកន្លែងគាត់ធ្វើកម្មបងប្អូនបាទចេញមកវិញក៏បានឈៀងចូលហាងចែគាត់មានកាហ្វេគុយទាវហ្វឺឆ្ងាញ់មែនតើបងប្អូនបាទអរគុណមែនតើចំពោះទឹកចិត្តគាត់ពួកខ្ញុំចូលទៅហូបកាហ្វេផងហូបហ្វឺផងតែគាត់អត់យកលុយទេហើយស្ដាយពេលនឹងទូរស័ព្ទខ្ញុំវាពេញមេអត់បានថតមកហូបឲ្យហើយពុកម៉ែបងប្អូនបានមើលតំណងមែនតើបាទហូបរួចហើយពួកខ្ញុំក៏ចេញទៅណាបន្តទៅផ្ទះបង2នាក់ទៅស្ទូចត្រីជាមួយគ្នានឹងបងប្អូនបាទខ្ញុំក៏ទៅតែស្គាល់គាត់ដែរហើយគាត់មានទឹកដៃល្អមែនតើបងប្អូនហើយគាត់ច្នៃនៅថ្មកមួនថ្មអីខ្លះទេបងប្អូនហើយខ្ញុំមិនសូវជាស្គាល់នេះសិតតែថ្មធម្មជាតិប្រទេសខ្មែរយើងបងប្អូនហើយបើតាមតែខ្ញុំបានដឹងប្រភេទថ្មកមួនដែលគាត់មានហ្នឹងគឺជានៅក្នុងប្រទេសខ្មែរយើងហើយក៏ជាប្រភេទថ្មកមួនលេខ1ដែរបងប្អូនបាទគាត់យកទៅច្នៃធ្វើជាតោជាខ្លាជាសែងកម្មហើយដូចម្ដុំខ្ញុំកាន់នឹងដៃនេះពេលយើងដាក់ត្រូវពលឺថ្ងៃយើងមើលពីក្រោមទៅឃើញភ្លឺបងប្អូនបាទមើលថ្មរួចហើយក៏រៀបចំទៅវិញដែរហើយចំពោះសកម្មភាពវីដេអូខ្ញុំបាទទៅបបកត្រីថ្ងៃនេះក៏ឈៀងមកដល់ទីបញ្ចប់ដែរពុកម៉ែបងប្អូនបាទបាយបាយពុកម៉ែបងប្អូនជួបគ្នានៅសកម្មភាពវីដេអូក្រោយទៀត